គឺជាវីដេអូសកម្មភាពតិចតួចនៃការធ្វើដំណើរទៅឆេងម៉េងនៅកោះកុងក្រៅជាមួយនឹងគ្រួសាររបស់នាងខ្ញុំចានេះគឺជាទស្សនវិជ្ជាឡើងពួនហើយមកម៉ែនេះសិនមកម៉ែភ្លឺអត់ដឹងទេនេះមក6អូខេនេះទៅទៅបន្លំហ្មងណាចាតែកណ្ដាលថាអត់ស្មានព្រះអាទិត្យរះចេញពីសមុទ្រមកស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនសំខាន់ពេលដែលធ្វើដំណើរនៅលើវ៉ាហ្នឹងឯងគឺអូយមើលឃើញទិដ្ឋភាពស្អាតខ្លាំងហ្មងនេះក៏ពួកខ្ញុំមកដល់ហើយជាមួយនឹងឆ្នេរកោះកុងក្រៅដែលប៉ាម៉ាក់ខ្ញុំក៏មកឆេញម៉េងហើយនេះគឺចាប់បាត់ទៅឆ្នេរហ្នឹងពេលច្រើនឥឡូវគេមកលេងច្រើនណាស់ចឹងបងប្អូនដែលមកកោះកុងក្រៅបែរជាស្គាល់ច្រើនជាងយេឥឡូវពួកខ្ញុំមកដល់កោះកុងក្រៅហើយទឹកសមុទ្រឡើងបៃតងហ្មងឡើងខ្ចីញហ្មងអូ my god អូយ fresh សាហាវអូអញ្ចឹងឆ្នេរហ្នឹងតាប៉ាត់គេបងគាត់មកបោះតង់ច្រើនណាស់តាប៉ាត់ទៅហើយឆ្នេរហ្នឹងដែរគឺនេះប៉ាម៉ាក់ខ្ញុំនោះលើអបមួយទៀតហើយពួកគាត់បានមកដល់មុនអូស្អាតខ្លាំងប៉ាឆ្នាំនេះអូហើយមិនតែដល់ទៅលេងទេតែភាពទាំងស្រុងចុះនៅហ្នឹងក្នុងខាងអញ្ចឹងមកបងប្អូនមកលេងបើលើបងគាត់ចេញតាណាទៅវិញខាងនោះបងប្អូនណែគាត់នៅមកសម្រាប់តាំងពីយប់មិញមួយ special day ហ្មងតែកក់ភ្នោវិញចង់បានណា1ម៉ែត្រ10000សានេះសិនណាអត់គេណោះគេនៅមានរួយទៀតដូច្នេះនេះគឺជាទស្សនវិជ្ជាតិចតួចទេណាអញ្ចឹងបងប្អូនកុំភ្លេចតាមដានទស្សនានៅវីដេអូពេញរបស់នាងខ្ញុំនៅក្នុង YouTube Channel តារាវិទ្យាចិន9អរគុណច្រើន